มณีปิโคទាំងឡាយធម៌មេត្តាដែលកើតមានក្នុងចិត្តនៃបុគ្គលណាមួយហើយភាវនាហើយចម្រើនឲ្យច្រើនហើយគ្រប់គ្រងបានហើយប្រកាន់មាំហើយតាំងចិត្តមាំហើយធ្វើចិត្តឲ្យជ្រះថ្លាហើយប្រតិបត្តិដោយសពគ្រប់ហើយបុគ្គលនោះនឹងទទួលបានអានិសង្ស11តើអានិសង្ស11គឺអ្វីខ្លះ 1. ដេកលក់ស្រួល 2. ភ្ញាក់ឡើងស្រួល 3. មិនយល់សុបិនអាក្រក់ 4. មនុស្សទាំងឡាយស្រឡាញ់ 5. អមនុស្សទាំងឡាយស្រឡាញ់ 6. ទេវតាថែរក្សា 7. ភ្លើងភក្តីថ្នាំពឹសក្តីសាស្ត្រាវុធក្តីពុំអាចបំផ្លាញបានឡើយ 8. ចិត្តមានសមាធិឆាប់រហ័ស 9. មានសម្បុរមុខស្អាត 10. ធ្វើឲ្យមរណកាលមិនវង្វេង 11. ទៅចាប់កំណើតនៅជាន់ខ្ពស់ក្នុងឋានៈព្រហ្ម